ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែកំលៀងនៅថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូបង្ហាញអំពី comment តាក់ទងទៅនឹងក្រុមនិង permission នៅក្នុង Linux ចាំមុននឹងធ្វើការ demo នៅ comment ទាំងអស់នេះខ្ញុំសូមធ្វើការ ASH ចូលទៅក្នុង server របស់ខ្ញុំដោយប្រើប្រាស់ comment ASH ឈ្មោះ user របស់ខ្ញុំហើយធ្វើការវាយនៅ IP ចឹងសូមធ្វើការដាក់ passwordចឹងចំពោះ command ទី1តាក់ទងទៅនឹងការបង្កើតក្រុមចឹងចំពោះការបង្កើតក្រុមយើងប្រើប្រាស់ command sudo group add បន្ទាប់មកយើងត្រូវដាក់ឈ្មោះក្រុមដែលយើងចង់បង្កើតចឹងក្នុងករណីនេះខ្ញុំចង់បង្កើតក្រុម3ដែលមានឈ្មោះថា developer ក្រុមមួយទៀតឈ្មោះថា UX UI ហើយក្រុមចុងក្រោយគេឈ្មោះ DevOps ចឹងបន្ទាប់ពីខ្ញុំបង្កើតក្រុមទាំងអស់ហ្នឹងហើយដើម្បី list នៅក្រុមទាំងអស់ហ្នឹងមកវិញខ្ញុំប្រើប្រាស់ command cat ចូលទៅកាន់ folder etc/group ចឹងយើងអាចឃើញឈ្មោះក្រុមដែលយើងបានបង្កើតមុនហ្នឹងមាន developer UX UI ហើយនិង DevOps ចឹងចំពោះ command ដើម្បី delete ក្រុមវិញយើងអាចប្រើប្រាស់ command sudo group del បន្ទាប់មកយើងដាក់ឈ្មោះក្រុមដែលយើងចង់លុបចឹងខ្ញុំចង់លុបក្រុមឈ្មោះថា developer ចឹងខ្ញុំអាចដាក់ថា developer បន្ទាប់មកដើម្បី check យើងអាចប្រើប្រាស់ command cat ដើម្បីទៅ check ក្នុងនឹងម្ដងទៀតចឹងយើងសង្កេតឃើញថាក្រុម developer ហ្នឹងបានបាត់អីចឹងឥឡូវខ្ញុំសូមធ្វើការ create ក្រុមនឹងមកវិញហើយធ្វើការ check ម្ដងទៀតជាងឃើញថាក្រុម developer ហ្នឹងបាន create មកវិញហើយចឹងជាហ៊ានបន្តទៀតខ្ញុំសូមធ្វើការបង្កើត file 3ដែលមាន developer process.txt UX UI process.txt ហើយនិង developer process.txt ចឹងដើម្បីបង្កើត file យើងអាចប្រើប្រាស់ touch បន្ទាប់មកយើងដាក់ឈ្មោះ file ដែលយើងចង់បង្កើតចឹងមាន developer process.txt UX UI process.txt ហើយ file ចុងក្រោយគេគឺ developer process.txt អូចឹងបន្ទាប់ពីយើងបង្កើត file ហ្នឹងហើយយើងអាច list file ហ្នឹងមកវិញដោយប្រើ command ls ចឹងដោយសារតែយើងចង់ list វាជា long text ចឹងយើងដាក់ /l ចឹងយើងអាចឃើញ file ដែលយើងបានបង្កើតមុនហ្នឹងមាន developer process developer process ហើយនិង UX UI process ហើយចំពោះខាងមុខនេះគឺជា permission ហើយនេះគឺជា owner ហើយ group ចឹងដើម្បី change permission យើងអាចប្រើប្រាស់ command ch sudo chmod បន្ទាប់មកយើងចង់ change permission ទៅកាន់ file មួយណាខ្លះចឹងក្នុងករណីនេះខ្ញុំចង់ change permission ទៅកាន់ file txt ដែលខ្ញុំបានបង្កើតទាំង3ហ្នឹងទៅជា755មានន័យថាចំពោះទី1គឺសំដៅទៅលើ owner លេខ7មានន័យថាគាត់អាច read បាន write បាន execute បានចំពោះលេខ5នេះមានន័យថាគាត់អាច read បានតែគាត់អាច write បានទេហើយមួយទៀតគាត់អាច execute បានអញ្ចឹងដើម្បី change permission យើងអាចប្រើប្រាស់ sudo chmod 755បន្ទាប់មកយើងដាក់ឈ្មោះ file ដែលយើងចង់ change permission ហ្នឹងអញ្ចឹងចំពោះ file ដែលខ្ញុំចង់ change permission មានដូចជា developer process.txt developer process.txt ហើយនឹង file ចុងក្រោយគឺ UX UI process.txt ចឹងបន្ទាប់ពីយើង change permission ហើយដើម្បី check វាយើងអាចប្រើប្រាស់ command ls ដល់ l ម្ដងទៀតចឹងនៅពេលដែលយើង check ម្ដងទៀតយើងឃើញថាកន្លែង permission ខាងមុខនេះវាមានការកែប្រែវាកែប្រែតាមអីដែលយើងកំណត់នៅតាមកន្លែងលេខនេះចឹងឥឡូវដើម្បី change owner នៃ file របស់ហ្នឹងនៃ file ដែលខ្ញុំបង្កើតហ្នឹងយើងអាចប្រើប្រាស់ command sudo chown តើមកយើងដាក់ឈ្មោះក្រុមថ្មីដែលយើងចង់ change permission ហ្នឹងដូច file developer process អញ្ចឹងខ្ញុំចង់ឲ្យ owner ក្រុម owner ទៅជាក្រុម developer វិញអញ្ចឹងខ្ញុំអាចដាក់ឈ្មោះថា developer បន្ទាប់មកដាក់ឈ្មោះនៅ file របស់យើងអញ្ចឹងខ្ញុំសូមធ្វើការកែ develop មួយទៀត
ហើយសូមធ្វើការកែនៅ UX UI មួយទៀតចឹងបន្ទាប់ពីយើងកែនៅ permission ហ្នឹងហើយយើងអាចធ្វើការ check វាម្ដងទៀតដោយប្រើ command ls .l ចឹងនៅពេលហ្នឹងយើងឃើញឲ្យថាគ្រប់ owner ត្រូវបានដូរគ្រប់ owner នៃ file របស់យើងហ្នឹងដូរតាមអីដែលយើង check មុនហ្នឹងចំពោះ file developer ត្រូវបានផ្ដល់សិទ្ធិឲ្យគ្រប់ developer នេះទៅគ្រប់ DevOps ហើយចំពោះ file UX UI ទៅកាន់គ្រប់ UX UI ចឹងឥឡូវខ្ញុំសូមធ្វើការ add គ្រប់ហ្នឹងទៅកាន់ user របស់ខ្ញុំដោយសារខ្ញុំបានកំណត់ user មករួចស្រាប់ហើយមាន Jack មាន Bob មាន Alice ចឹងខ្ញុំសូមធ្វើការ add Alice ទៅកាន់គ្រប់ developer ចឹងដើម្បី add គាត់ទៅកាន់គ្រប់ developer យើងអាចប្រើ command sudo user mod បន្ទាប់មកយើងធ្វើការ append គ្រប់ឲ្យគាត់យើងធ្វើការ add គ្រប់មួយទៀតឲ្យគាត់ដាក់ឈ្មោះថាគ្រប់ developer ហើយដាក់ឈ្មោះរបស់គាត់តែមកខ្ញុំធ្វើការ add នៅគ្រប់ UX UI ទៅកាន់ Bob ហើយគ្រប់ចុងក្រោយគេគឺDevOps ចឹង DevOps ខ្ញុំ add ឲ្យ Jack ចឹងបន្ទាប់ពីយើង add គ្រប់ទៅឲ្យ user មួយហើយឥឡូវយើងធ្វើការ test ថាបើសិនជាគាត់នៅគ្រប់ developer គាត់អាច access ទៅកាន់ DevOps គ្រប់បានអត់ចឹងដើម្បីធ្វើការ test អានេះខ្ញុំសូមធ្វើការ change permission sudo chmod 7 ជាងកន្លែងនេះមានន័យថាបើសិនជាគាត់ជា owner គាត់អាច read write execute បើគាត់ស្ថិតនៅក្នុងក្រុមហ្នឹងគាត់ក៏អាច read write execute បានដែរប៉ុន្តែបើសិនជា other user គាត់អាច read អាច write ហើយក៏អាច execute នៅ file ហ្នឹងដែរអញ្ចឹងបន្ទាប់ពីយើងដាក់ chmod 7 ហ្នឹងហើយយើងអាចប្រើប្រាស់ឈ្មោះ file របស់យើងគឺ DevOps process.txt ខ្ញុំធ្វើការ list នៅ permission ម្ដងទៀតចឹងដើម្បីតេស្តយើងធ្វើការ switch ទៅកាន់ user ដែលយើងមានស្រាប់ដូចជា user Alice ក៏ស្ថិតក្នុងក្រុម developer ជាងយើងអាចប្រើប្រាស់គាត់ដើម្បីsudo su alice ចឹងខ្ញុំធ្វើការ switch ទៅកាន់ Alice ដើម្បីតេស្តថាតើគាត់អាច read ទៅលើ file របស់ DevOps បានអត់ចឹងសូមទៅកាន់ ls ម្ដងទៀតតើមកប្រើប្រាស់ command cat DevOps process .txt ចឹងនៅពេលដែលយើងព្យាយាម access ចឹងគឺយើងទទួលបាន access deny ដោយសារតែយើងAlice ហ្នឹងយើងស្ថិតក្នុងក្រុម developer ចឹងយើងអត់មានសិទ្ធិក្នុងការ access file ដែលជា belong ទៅកាន់ក្រុមផ្សេងដូចជាក្រុម DevOps អីជាដើមចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ